សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី15ដែលក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការ link connect ពី SketchUp ទៅ Twinmotion អញ្ចឹងអ្នកនេះត្រូវទៅបើក file SketchUp របស់អ្នកនរគ្នាមួយមកអានេះខ្ញុំមាន file នេះមួយក៏នឹងបោះចូលទៅក្នុង comment ដូចគ្នាដើម្បីធ្វើការអនុវត្តទាំងអស់គ្នាអញ្ចឹងពេលអ្នកនរគ្នាបានបើក file ហើយអ្នកនរគ្នាត្រូវទៅបើកទៅលើកម្មវិធី Twinmotion ដូចគ្នាអូខេបានបើកហើយដូចគ្នាអញ្ចឹងដើម្បី connect គ្នាបានអ្នកនរគ្នាទីplugin ដែលអ្នកនរគ្នា download ហើយមុននឹងមកដាក់អញ្ចឹងដើម្បីអាច connect គ្នាបានអ្នកនេះចុចលើកន្លែងនេះដើម្បីភ្ជាប់ scene ពី SketchUp ចូលទៅក្នុង Twinmotion អញ្ចឹង Twinmotion របស់ខ្ញុំអត់មាន import ទេអញ្ចឹងដើម្បី import បានមានថា connect គ្នាបានអ្នកនេះអាចចុច Control I មកអូខេឬក៏ចុចលើ import នេះក៏បានដែរបាទនេះខ្ញុំព្យាយាមប្រាប់ឲ្យអ្នកនេះហ៊ានរៀនប្រើទៅលើ keyboard ដើម្បីពន្លឺនៃការប្រើប្រាស់ទៅលើកម្មវិធីមួយនឹងផងដែរអូខេអញ្ចឹងពេលដែលអ្នកនេះបានចុច Control I ហើយឬក៏ចុច import ហើយអ្នកនេះរកពីទៅ direct link ម្ដងអញ្ចឹងពេលអ្នកនេះចុច direct link មកវានឹងចេញអា file ដែលយើងបាន connect ហើយអញ្ចឹងនេះដោយសារតែ file ហ្នឹងឈ្មោះដើមឈ្មោះអក្សរចិនកន្លែង file នេះខ្ញុំតំដូរឈ្មោះមិញទេអញ្ចឹងវាអាចនឹង error បន្តិចអញ្ចឹងណាអញ្ចឹងពេលដែលអ្នកនេះមានឈ្មោះ file អីវានឹង load មក file ឈ្មោះហ្នឹងឯងហើយអ្នកនេះអាចលើ option មកហើយកន្លែងនេះគឺខ្ញុំបានប្រាប់ហើយអស់ហើយទៅលើវីដេអូមុនចំពោះការ keep hierarchy ក៏ដូចជា collab all material by material ឬក៏ collab all អញ្ចឹងទៅអញ្ចឹងខ្ញុំជ្រើសរើសយក collab hierarchy ហើយអានេះខ្ញុំគ្រីកន្លែង full precision UV ហើយនឹងហើយបន្តទៅខ្ញុំគ្រីលើកន្លែងនេះមួយទៀតអូខេហើយ import ចឹងយើងកំពុងតែភ្ជាប់គ្នាពី SketchUp មក Twinmotion អូខេឥឡូវនេះខ្ញុំភ្លេចលុបមុនហ្នឹងនេះអូខេបានហើយពេលយើង import ពេលយើងយ៉ាងនេះពេលដែលបើ Twinmotion ដំបូងมันមានអាកូនបាអញ្ចឹងលុបអានឹងចោលទៅមិនដាក់ទេវាជន់ទៅលើ object របស់យើងអញ្ចឹងណាចឹងឥឡូវនេះយើងបាន connect គ្នាហើយគឺបែបហ្នឹងអ្នកនរគ្នានេះវាជន់នេះដោយសារវានៅលើដីនេះទីលើមកហើយទោះថាអានេះមិនដាច់ក្នុងនេះដាក់ទេត្រូវអត់ដោយសារវា error ទៅលើកន្លែង material ហ្នឹងហើយអញ្ចឹងដើម្បីកែកន្លែងហ្នឹងបានអ្នកនរគ្នាគ្រាន់តែចូលមកក្នុងទីមកនេះហើយងារនេះពេលដែលងារនេះឃើញវាអញ្ចឹងបាត់ដោយសារតែ face ហ្នឹងវា error អញ្ចឹងណានេះ file error តែស្ទើរតែវាមានតែមកអត់មានកម្រាស់តែថា face ហ្នឹងអត់មានកម្រាស់តើដល់នេះប្រើកម្រាស់ក៏បាននេះប្រើកម្រាស់មក P មកយ៉ាប្រើកម្រាស់កើតដោយសារតែline របស់វាអញ្ចឹងភូវាមកអត់កើតទេអញ្ចឹងដើម្បីឲ្យឃើញនឹង Twinmotion ដែរយ៉ាងនេះគាត់បើក Twinmotion មកនេះពេលដែលចេញក្រៅយើងឃើញ wheel ដាច់តែយើងចូលក្នុងមកហើយងាកមកក្រោយយើងឃើញវាជាប់អញ្ចឹងវាមានន័យថាវាបាត់អា face ខាងក្រៅអញ្ចឹងដើម្បីឲ្យឃើញមកអ្នកនេះជួយអសតទេមកដើម្បីឆក់ទៅលើនេះអូខេអញ្ចឹងអ្នកនេះអូនមកក្រោមផុតហៅពាក្យថា mic MISC នេះហើយបើកថា two face two side អូខេអញ្ចឹងវាឃើញមក two side ឯងគឺបែបហ្នឹងវា error អញ្ចឹងណាដោយសារតែគូ SketchUp ហ្នឹងវាក៏អាស្រ័យទៅលើ SketchUp របស់អ្នកនរគ្នាដែរថាអ្នកនរគ្នាគូមាន face អត់ចាស់ហើយក៏មានបន្តិចដែរដើម្បីមានកម្រាស់ដើម្បីពេល import មកវាអត់បាត់អញ្ចឹងណាអូខេអញ្ចឹងឡើយនេះដូចគ្នាដូចជា two face មកហើយជា background ត្រូវអត់វាចក់ដល់background អូខេអញ្ចឹងយើងយើងប្រើ material background មកហៅពាក្យថា Kutan ប្រភេទកណាត់ fabric ហ្នឹងឯងអញ្ចឹងមកឲ្យខ្ញុំឆ្លាញ់នេះខ្ញុំ TV មិនអត់លើនេះមកទៅអូខេ Kutan នេះកញ្ចក់នេះមើលមកយើងកែវាមកប្រើកន្លះមកកន្លះនេះភ្លឺចាយតែម្ដងខ្ញុំសេរីកន្លែងកន្លះហ្នឹងមកនេះកញ្ចក់នេះប្រហែលជា error ដែរខ្ញុំចុចឆក់មកហើយអូមក្រោមផុតបើថា two side អូខេស្អាតហើយអត់អីទេអូខេ
ចឹងអូមិនថាបើសិនជាខ្ញុំចង់អាប់ដេតចង់បន្ថែមអីមួយលើកន្លែងនេះយើងគ្រាន់តែគូសក្នុង SketchUp មកយ៉ាគូស SketchUp មកវាអាប់ដេតឲ្យអូតូហើយបើថាខ្ញុំគូប្រអប់មួយឲ្យពុះទៅឡើងលឿនតិចអូខេលោកបែកអីចឹងពេលយើងមក Twinmotion វាអាប់ដេតឲ្យយើងហ្នឹងគឺបែបហ្នឹងចឹងចំពោះការ connect រវាង Twinmotion និង SketchUp ខ្ញុំគិតថាមានប៉ុណ្្នឹងទេចឹងជួបគ្នាក្នុងវីដេអូក្រោយយើងនឹងធ្វើការ rendering ទៅលើ model ហ្នឹងតែម្ដងអូខេបាយបាយ